បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សា phrasal verb បន្តទៀតចាំបងប្អូនមើលមកណានេះ sit down បាទ sit down មានន័យថាអង្គុយចុះបាទងាយទេ phrasal verb របស់យើងថ្ងៃនេះចាំបងប្អូនមើលមកកាន់ប្រយោគទី1តែម្ដងណា Please sit down and make yourself comfortable បាទម្ដងទៀត Please sit down and make yourself comfortable បាទន័យថាសូមអង្គុយចុះហើយរៀបចំខ្លួនអ្នកឲ្យបានស្រួលបួលអញ្ចឹង comfortable កន្លែងនេះចង់បានន័យថាឲ្យយើងរៀបចំខ្លួនឲ្យបានស្រួលបួលទៅកុំឲ្យអន្ទះសារអីចឹងណាធ្វើខ្លួនហ្នឹងឲ្យដឹងណទៅណាបាទអញ្ចឹង sit down កន្លែងនេះមានន័យថាអង្គុយចុះបាទមួយទៀត time to sit down បាទ time to sit down មានន័យថាដល់ពេលអង្គុយចុះហើយចាំបងប្អូនអាចយកឃ្លាខ្លីៗអញ្ចឹងយកទៅប្រើប្រាស់បានណាប្រយោគខ្លីៗឲ្យបែបនេះបាទអញ្ចឹងថ្ងៃនេះយើងសិក្សាអំពី phrasal verb បាទ sit down ហ្នឹងមានន័យថាអង្គុយចុះចាំបងប្អូនអាចយកទៅប្រើបានសូមអរគុណចំពោះបងប្អូនដែលចង់សិក្សាអាច comment ពាក្យថារៀននៅខាងក្រោមវីដេអូ Follow for more